សួស្តីម្នាក់ទស្សនានេះគឺជារឿងសំខាន់ស្រីរៀបការក្នុងពេលថត live វីដេអូនៅក្នុង chapter ទី55ផ្ដើមឡើងដំបូងនៅក្នុង chapter នេះយើងក៏បានឃើញ Fanning គាត់ក៏បានប្រាស់ទៅលើ Grey ហើយគាត់ក៏បាននិយាយថានៅទីបំផុតគាត់អាចសម្រាកបានដោយស្ងប់ចិត្តហើយប៉ុន្តែនៅពេលនេះគាត់ក៏បានឃើញចឹងលីកំពុងតែធ្វើសកម្មភាពចម្លែកនាងដូចជាកំពុងស្វែងរកអីមួយ Fanning ក៏បានសួរនាងថាលីតើទីកន្លែងនេះមានបញ្ហាអីចឹងលីក៏បានធ្វើមុខខឹងហើយនាងក៏បាននិយាយថានាងមិនចូលចិត្តត្រូវគេឃ្លាំមើលនោះទេហើយក៏បានធ្វើឲ្យ Fanning ហ្នឹងគាត់ក៏បានស្រែកឡើងទាំងភ្ញាក់ផ្អើលថាអីគេបន្ទាប់មក Fanning គាត់ក៏បានមើលជុំវិញនោះហើយគាត់ក៏បានគិតថានៅពេលដែលគាត់ចូលមកក្នុងបន្ទប់នេះដំបូងហ្នឹងគាត់ក៏មានអារម្មណ៍ថាត្រូវបានគេឃ្លាំមើលនោះដែរក៏ប៉ុន្តែបើមិនមែនដោយសារតែលីរបស់គាត់និយាយពីអ្វីដែលនាងគិតចេញមកទេនោះគាត់គិតថាគាត់នឹងគិតច្រើនពេកហើយតែអ្នកដែលកំពុងតែឃ្លាំមើលពួកគេហ្នឹងគឺជាយន់សាងចំណែកម្ចាស់ស្ថានគេនោះវិញនៅពេលនេះនាងកំពុងតែឃ្លាំមើលពួកគេនៅក្នុងកាមេរ៉ានាងបាននិយាយទាំងសប្បាយចិត្តទៅម្នាក់ឯងថានៅថ្ងៃនេះនាងពិតជាសំណាងមែនតែទទួលបាននៅវីដេអូប្តីប្រពន្ធវ័យក្មេងមួយគូនេះពួកគេប្រកាសជាទទួលបានតម្លៃខ្ពស់ជាមិនខានជាពិសេសក្មេងស្រីសក់សនោះនាងគឺពិតជាស្រស់ស្អាតខ្លាំងណាស់ប្រហែលជានាងគឺជាស្ត្រីពេទ្យចាស់ហើយក្មេងៗសម័យនេះគឺអញ្ចឹងឯងចូលចិត្តទៅធ្វើអ្វីៗតាមតែចិត្តក្តៅហេតុមានសុំបើកវងកញ្ចក់បន្តិចចុះអានឹងដោយសារតែចាស់ហ្នឹងក៏បាននិយាយថាពុតដៃតនៅក្តៅនោះអីហើយសុំបិទវងកញ្ចក់មកវិញហើយនៅពេលដែលម្ចាស់ស្ថានគេនឹងកំពុងតែឃ្លាំមើល Fanning ជាមួយនឹងចឹងលីសុកនោះកាមេរ៉ានឹងក៏ចាប់ផ្ដើមមានបញ្ហាតាមការពិតទៅគឺមិនមែនកាមេរ៉ាមានបញ្ហាទេគឺកុំព្យូទ័រនឹងមានបញ្ហាដែលនៅពេលនេះវាក៏ចាប់ផ្ដើមដាច់ប៉ុសឆយកតែម្ដងហើយជាកុំព្យូទ័រសោះបែរជាដាច់ប៉ុសអីណាដែលធ្វើឲ្យម្ចាស់ស្រីនឹងក៏បានចូលទៅគោះកុំព្យូទ័រនឹងមានរឿងអីចេះតែនៅពេលនេះកុំព្យូទ័រនឹងក៏បានចាក់វីដេអូឡើងវិញក៏ប៉ុន្តែមិនមែនជាវីដេអូរបស់ Fanning ជាមួយនឹងចឹងលីនោះទេបែរជាវីដេអូនឹងគឺកំពុងតែថតពីក្រោយខ្នងរបស់ម្ចាស់ស្ថានគេនឹងទៅវិញនៅពេលនេះក៏មានសមោខ្មៅមួយក៏បានបង្ហាញឡើងពីក្រោយខ្នងរបស់នាងផងដែរហើយនៅពេលនេះម្ចាស់ស្ថានគេនឹងក៏បានគិតថាវាមិនអាចទៅរួចទេនាងមិនបានតម្លើងកាមេរ៉ាសុវត្ថិភាពនៅទីតាំងនឹងទេប៉ុន្តែនៅពេលនេះនាងមានអារម្មណ៍ថាមានមនុស្សនៅពីក្រោយខ្នងរបស់នាងហើយក៏បានងាកមកយ៉ាងលឿនក៏ប៉ុន្តែនាងមិនបានមើលឃើញអ្វីនៅពីក្រោយខ្នងរបស់នាងនោះទេហើយក៏បានធ្វើឲ្យម្ចាស់ស្ថានគេនឹងដកដង្ហើមធំដោយធូរចិត្តហើយនាងក៏បាននិយាយថាមើលទៅប្រហែលជានាងកំពុងតែគិតច្រើនពេកហើយក៏ប៉ុន្តែនៅពេលនេះនាងក៏ចាប់ផ្ដើមភ្នែកសហើយក៏បាននិយាយថាមិនត្រូវទេមិនបានជាកាមេរ៉ាសុវត្ថិភាពនេះវានៅតែបង្ហាញពីក្រោយខ្នងរបស់នាងទៀតអញ្ចឹងហើយនៅពេលនេះកាមេរ៉ានឹងវាកំពុងតែដើរចូលមករកនាងហើយនាងបានមើលពីក្រោយខ្នងរបស់នាងច្បាស់ណាស់តែគ្មានអីនោះទេហើយនាងកំពុងតែមើលទៅក្នុងកុំព្យូទ័របណ្ដានិងនិយាយបណ្ដាថាតើមានរឿងអីកើតឡើងឲ្យពិតប្រាកដទៅហើយនៅពេលនេះអ្នកដែលនៅក្នុងកុំព្យូទ័រនោះក៏បានបែរមុខមករកម្ចាស់ស្រីនោះភ្លាមហើយនឹងគឺជាខ្មោចច្បាស់កឡែតហើយនៅពេលនេះខ្មោចនឹងក៏បានសាយដាក់ម្ចាស់ស្ថានគេផងដែរដែលបានធ្វើឲ្យព្រលឹងរបស់នាងនឹងហោះកាត់បន្លាយបាត់ទៅហើយងាកមកមើល Fanning ជាមួយនឹងចឹងលីវិញនៅពេលនេះពួកគេប្រមូលបានឧបករណ៍ឃ្លាំមើលនឹងមួយចំនួនហើយនៅពេលនេះ Fanning ក៏បានគិតថាប្រកបណាស់គឺដោយសារតែរបស់ទាំងអស់នេះឯងដែលជាមូលហេតុធ្វើឲ្យស្ថានគេនឹងវាមានតម្លៃថោកនោះបន្ទាប់មកក៏បានសួរនាងថាតើនឹងគឺជាធម្មពលនៃភាពភ័យខ្លាចដែលទទួលបានពីម្ចាស់ស្ថានគេនោះតែចឹងលីនឹងមិនមែនលេងធ្ងន់ដៃដាក់ម្ចាស់ស្ថានគេនោះពេកទេដឹងអីហើយបន្ទាប់ពីចឹងលីបានស្រូបយកនៅធម្មពលនៃភាពភ័យខ្លាចនោះអស់ហើយនាងក៏បានបញ្យល់ Fanning ថាកុំបារម្ភអីប្តីនាងគ្រាន់តែបំភ័យម្ចាស់ស្ថានគេនោះឲ្យដល់សន្លប់ប៉ុណ្ណោះហើយនៅពេលដែលនាងដឹងខ្លួនឡើងវិញនោះនាងនឹងមានអារម្មណ៍ថាឈឺក្បាលពី3ថ្ងៃហើយបន្ថែមលើនឹងទៀតនាងនឹងមានព្រលឹងខ្សោយ1ខែទៅ2ខែប៉ុណ្ណោះហើយ Fanning ក៏បានចូលបង្អែក្បាលរបស់ចឹងលីនឹងបានសរសើរនាងថាលីរបស់គាត់នឹងគឺពិតជាមានសមត្ថភាពមែននៅពេលនេះ Fanning ក៏បានដាក់សម្ដៅទៅកាន់កន្លែងអង្គុយមើលទូរទស្សន៍ហើយក៏បានគិតថាសំណាងហើយដែលគាត់ជាប្រុងប្រយ័ត្ននោះបើមិនចឹងទេនៅពេលដែលម្ចាស់ស្ថានគេនោះលួចថតចឹងលីបាននៅពេលដែលនាងកំពុងតែហោះនោះឬមួយកំពុងតែប្រើប្រាស់វេទមន្តធ្វើអ្វីផ្សេងទៀតនោះវាច្បាស់ជាបង្កបញ្ហាជាមិនខានចំណែកឯការវាផារបស់យិនសាងនៅយប់នេះគឺមានមនុស្សជាច្រើនបានមើលឃើញវានៅពេលនេះគាត់ចង់ដឹងថាតើអ្នកប្រមាញ់ព្រលឹងនឹងដោះស្រាយជាមួយនឹងបញ្ហានេះដោយរបៀបណាហើយគាត់ក៏ចាប់ផ្ដើមចុចមើលព័ត៌មានអ្នកព័ត៌មាននៅក្នុងទូរទស្សន៍នឹងបាននិយាយថានៅម្ដុំជាម៉ោង 8 យប់នេះមានករណីភ្លើងឆេះមួយបានកើតឡើងនៅស្ថានភាពស៊ឺឆុងយុននៅភាគខាងកើតនៃស្រុកហៃឆឹងបន្ទាប់ពីមានការប្រកាសសន្នឡើងនោះឡានពលរដ្ឋអគ្គិភ័យក៏បានមកដល់និងបានជួយសង្គ្រោះភ្លាមFanning គាត់គិតថារឿងទាំងអស់នេះគឺពិតជាចលាចលខ្លាំងណាស់ហើយនៅពេលនេះវាបានលឺទៅដល់អ្នកសារព័ត៌មានហើយនៅពេលនេះចឹងលីក៏បានចូលទៅមើលទូរទស្សន៍នឹងយ៉ាងគៀកហើយក៏បានបែរមកសួរ Fanning ថាប្តីតើនឹងគឺជាវេទមន្តមិនក៏មានមនុស្សនៅក្នុងនឹងអញ្ចឹង Fanning បាននិយាយថានឹងគឺជាទូរទស្សន៍ហើយវាគឺដូចជាពេលដែលគាត់ជាមួយនឹងនាងនឹងទៅថតវីដេអូអញ្ចឹងប៉ុន្តែនៅពេលនេះគឺមានអ្នកផ្សេងទៀតគេបានថតវីដេអូហើយក៏បានដាក់ចូលទៅក្នុងទូរទស្សន៍នឹងឯងហើយនេះគឺជាតេឡេដែលអាចបញ្ជាបដោប៉ុសបានបន្ទាប់មកគាត់ក៏បានបកគោតេឡេនឹងទៅឲ្យចឹងលីហើយប្រាប់នាងឲ្យយកវាទៅលេងសិនទៅហើយចឹងលីក៏បានយកតេឡេនឹងដោយសប្បាយរីករាយមិនដឹងថានាងកំពុងតែមានគំនិតរពើរពូចអីទៀតនោះទេហើយនៅពេលនេះ Fanning គាត់នឹងទៅងូតទឹកសិនប៉ុន្តែមុននឹងទៅគាត់ក៏បានលបមើលចឹងលីដែលកំពុងតែផ្លាស់ប្ដូរប៉ុសចល័ងហើយគាត់ក៏បានគិតថាបើនិយាយទៅនៅស្ថានភាពមុននោះគឺមានកុំព្យូទ័រមួយនិងទូរទស្សន៍មួយប៉ុន្តែគាត់មិនដែលបានបើកទូរទស្សន៍នោះទេដែលធ្វើឲ្យ Leader របស់គាត់នឹងគឺមិនអាចស្គាល់ទូរទស្សន៍នឹងឯងហើយនៅពេលនេះ Leader របស់គាត់គឺកំពុងតែសម្របខ្លួនជាមួយនឹងឧបករណ៍សម័យទំនើបគាត់នៅចង់ចាំនៅឡើយទេនៅពេលដែលចឹងលីនឹងមិនចេះដូរថ្មិញនោះវាមានអារម្មណ៍ថាហាក់ដូចជាកើតឡើងកាលពីម្សិលមិញយ៉ាងអញ្ចឹង
ហើយនៅក្នុងពេលនេះដែរបើយើងទៅតាមសម្ដីរបស់ជាងលីនោះព្រលឹងរបស់លិនសៀងជាមួយនឹងកនវិនពួកគេគឺមិនអីទេគ្រាន់តែថាពួកគេមិនអាចបង្ហាញខ្លួនក្នុងរយៈពេលខ្លីហើយដើម្បីស្ដារធម៌ពលរបស់ពួកគេឡើងវិញគឺត្រូវការនូវធម៌ពលនៃភាពភ័យខ្លាចយ៉ាងច្រើនចំណែកហ្គេម VR របស់ពួកគេវិញគឺត្រូវការដាក់សាក់លបងឲ្យបានឆាប់បំផុតតាមតែធ្វើទៅបានមិនថាដើម្បីទទួលបានធម៌ពលនៃភាពភ័យខ្លាចស្ដារធម៌ពលឲ្យជាងលីឬមួយក៏កនវិននោះទេវាសុទ្ធតែជាហេតុផលសំខាន់ទាំងអស់ប៉ុន្តែសំណាងដែរដែលឡៅជូគាត់បានដឹងពីរឿងទាំងអស់នេះហើយបានរៀបចំវារួចរាល់អស់ហើយហ្វាងនេះគាត់ក៏បានដកដង្ហើមធំនៅក្នុងចិត្តហើយគាត់ក៏បានគិតថាគាត់ត្រូវការរកកន្លែងស្នាក់នៅផ្សេងទៀតហើយគាត់ចង់ដឹងថាបើសិនជាគាត់ចូលរួមជាមួយនឹងអង្គការអ្នកប្រមាញ់ព្រលឹងនោះតើពួកគេមានកន្លែងស្នាក់នៅឲ្យគាត់ដែរឬអត់ហើយនៅពេលដែលគាត់ត្រាំខ្លួននៅក្នុងទឹកបែបនេះធ្វើឲ្យគាត់នឹងមានអារម្មណ៍ថាស្រស់ស្រាយមែនទែនហើយនៅពេលក្រោយគាត់នឹងចាក់ទឹកឲ្យពេញសាជាថ្មីបន្ទាប់មកឲ្យជាងលីរបស់គាត់ចូលមកត្រាំទឹកនឹងសាក់លបងមើលតែនៅពេលដែលហ្វាងនេះកំពុងតែត្រាំទឹកសុកៗនោះគាត់ក៏បានឮសំឡេងចម្លែកៗនឹងវាចេញមកពីខាងក្រៅហើយបានជាមានសំឡេងចម្លែកនៅខាងក្រៅអញ្ចឹងតែវាចេញមកពីបន្ទប់ផ្សេងនេះមានន័យថាឧបករណ៍ការពារសំឡេងនៅក្នុងបន្ទប់នេះគឺពិតជាខ្សោយខ្លាំងណាស់តែបន្ទាប់ពីគាត់បានស្ដាប់ច្បាស់ហើយនោះគាត់ក៏បានស្ទុះក្រោកឡើងដែលធ្វើឲ្យកន្សែងក្រុកក្បាលរបស់គាត់នឹងធ្លាក់ចុះទៅខាងក្រោមមិនត្រូវទេសំឡេងនឹងដូចជាចេញមកពីទូរទស្សន៍នៅក្នុងបន្ទប់របស់គាត់ដែលបានធ្វើឲ្យហ្វានីនឹងស្ទុះចូលមកក្នុងបន្ទប់របស់គាត់ទាំងមកក្រោមហើយក៏បានស្រែកថាចឹងលីតើអូនកំពុងតែមើលរឿងចម្លែកអីហ្នឹងតែបន្ទាប់ពីគាត់បានមើលឃើញច្បាស់ហើយនោះគាត់ក៏ចាប់ផ្ដើមគាំងយកតែម្ដង What the hell ហើយនៅពេលនេះជាងលីគឺកំពុងតែស្លៀកឈុតទន្សាយនិងបានមើលរឿងអីចឹងណាតែនៅពេលដែលជាងលីកំពុងតែមើលរឿងស៊ីអារម្មណ៍នោះហ្វានីក៏បានហក់ចូលមកហេតុអីបានជារឿងទាំងអស់នេះមានចាក់ផ្សាយនៅក្នុងទូរទស្សន៍នៅក្នុងស្ថានភាពកពីនេះអញ្ចឹងហ្វានីដេញចាប់ជាងលីបណ្ដានិងប្រាប់ឲ្យនាងបិទទូរទស្សន៍បណ្ដាថាជាងលីនៅក្មេងខ្លាំងណាស់មិនឲ្យមើលរឿងអីអញ្ចឹងនោះទេហើយនៅពេលដែលហ្វានីគាត់កំពុងតែដេញចាប់កូនសរសៃរបស់ជាងលីបណ្ដាគាត់ក៏បានប្រាប់ឲ្យនាងបកគលតេឡេមកឲ្យគាត់បណ្ដាជាងលីនាងក៏បាននិយាយថានាងមិនបកគលឲ្យនោះទេតែនៅពេលនេះជាងលីក៏ត្រូវបានហ្វានីគាត់ចាប់ជាប់ហ្វានីបាននិយាយថាហេតុអីបានជានាងមានសម្លៀកបំពាក់ទាំងអស់នេះអញ្ចឹងមិនមែននាងមិនអាចជិបសម្លៀកបំពាក់បានទេអីបន្ទាប់មកតេឡេនៅក្នុងដៃរបស់ជាងលីក៏បានរបូតទៅហើយនៅពេលនេះហ្វានីក៏កំពុងកន្ទ្រប់លើជាងលីនឹងឯងជាងលីបាននិយាយថានាងរកឃើញសម្លៀកបំពាក់ទាំងអស់នេះនៅក្នុងបន្ទប់ទុកអីវ៉ាន់នៅពេលដែលនាងស្វែងរកឧបករណ៍ឃ្លាំមើលនោះតែនៅពេលនេះភ្លាមហ្វានីក៏ត្រូវបានជាងលីចាប់ផ្ដួលមកខាងក្រោមវិញនាងបានសួរគាត់ថាតើគាត់ចូលចិត្តសម្លៀកបំពាក់ទាំងអស់នេះប៉ុណ្ណាដែរហើយហ្វានីគាត់មិនអាចនិយាយចេញនោះទេបានតែពាក្យរដេរដប់នឹងឯងជាងលីក៏បានអន់ទៅចិត្តគាត់ហើយក៏បានសួរថាតើគាត់ចូលចិត្តវាប៉ុណ្ណាដែរហើយនៅពេលនេះហ្វានីគាត់ក៏បានសួរជាងលីថាតើនាងកំពុងតែចង់ធ្វើអីហ្នឹងហើយសូមបើកវងកញ្ចក់បន្តិចចោលថាចង់ធ្វើអីហ្នឹងគឺដឹងខ្លួនឯងហើយសូមបិទវងកញ្ចក់មកវិញបន្ទាប់មកយើងក៏បានឃើញកន្សែងរបស់ហ្វានីនឹងហោះឡើងដែលធ្វើឲ្យហ្វានីនឹងក៏បានស្រែកថាមេយើងនិយាយគ្នាតិចសិនបានអត់បើទូឲ្យបើកភ្លើងសិនទៅប៉ុន្តែនៅពេលនេះពេលវេលាមួយយប់ក៏បានកន្លងផុតទៅលឿនដូចកុហកហើយថ្ងៃបានរះចាញ់ចាំងទៅដល់ពាក់កណ្ដាលមេឃទៅហើយសំឡេងទូរទស្សន៍ក៏បានឮកោកកាក់ពេញនឹងឯងតែបាននិយាយថាករណីភ្លើងឆេះយប់មិញនេះគឺបានកើតឡើងដោយសារការធ្លាយហ្គាសនេះបើយោងទៅតាមការស៊ើបអង្កេតនៅកន្លែងកាត់ហេតុហើយជាលទ្ធផលវាបានធ្វើឲ្យមនុស្សចំនួន3នាក់បានស្លាប់និង14នាក់បានរងរបួសហើយនៅពេលនេះទូរស័ព្ទរបស់ហ្វានីក៏បានរលឡើងដោយសារតែម្ចាស់អគារដែលមានឈ្មោះថាណាមិញលីវនឹងបានខលមកបន្ទាប់មកហ្វានីក៏បានយកខ្នើយមួយជំនួសខ្លួនគាត់ឲ្យជាងលីអោបក៏បាននិយាយថាសួស្ដីណាមិញលីវមែនហើយកុំបារម្ភអីគាត់នឹងមិនរត់នោះទេចំពោះថ្លៃជួសជុលនោះគាត់នឹងសងជាមិនខានប៉ុន្តែនៅពេលនេះហ្វានីគាត់ក៏បានស្រែកឡើងថាអីគេ1លានណាហើយហេតុអីបានជាគាត់ត្រូវសងថ្លៃខូចខាតទៅដល់អ្នកជិតខាងដែរទៅប៉ុន្តែមិនដឹងថាណាមិញលីវនឹងបាននិយាយអីប្រាប់ហ្វានីទេដែលបានធ្វើឲ្យហ្វានីនឹងគាត់ក៏បាននិយាយថាល្អខ្ញុំយល់ហើយការសន្ទនារបស់ពួកគេក៏បានផ្ដាច់ត្រឹមនេះហ្វាងនីងបានដកដង្ហើមធំនិងនិយាយថាចុងក្រោយគាត់អាចរកលុយខ្លះបានពីឧបទ្ទវហេតុដែលទូហ្វាំងបានណែនាំនោះហើយនៅពេលនេះពួកគេគឺអាចត្រឡប់ទៅកាន់សភាពដើមវិញហើយចំពោះប្រាក់ចំណេញដែលទទួលបានពីការផលិតវីដេអូនោះគាត់នឹងយកទៅវិនិយោគព្រោះថានៅពេលនេះគាត់កំពុងតែជាពាក់បំណុលគេច្រើនណាស់ហើយនៅពេលនេះក៏មានមនុស្សបានមកគោះទ្វារបន្ទប់របស់គាត់គិតថាសម្លៀកបំពាក់ដែលគាត់បានកំងនោះគាត់តែមកដល់ហើយបន្ទាប់មកហ្វានីងគាត់ក៏បានចេញមកទទួលយកនូវសម្លៀកបំពាក់ដែលគាត់បានកំងតាមអនឡាញនោះពេលនេះជាងលីក៏បានភ្ញាក់ឡើងបើកភ្នែកព្រឹមសត្វតាហ្វានីងនឹងបានហៅនាងថាកូនជ្រូកតូចតែភ្ញាក់ហើយឬនៅហើយគាត់បានយករ៉ូបដែលគាត់បានទិញនឹងបកគលឲ្យជាងលីនិងប្រាប់ឲ្យនាងយកវាទៅស្លៀកឲ្យឆាប់ឡើងទៅជាងលីនាងក៏បាននិយាយថាយល់ហើយបន្ទាប់មកនាងក៏បានប្រើប្រាស់វេទមន្តរបស់នាងយករ៉ូបនោះទៅស្លៀកភ្លាមតែម្ដងបន្ទាប់មកហ្វានីងគាត់ក៏បាននិយាយថានៅយប់មិញនេះជាងលីបាននិយាយប្រាប់ថាបន្ទាប់ពីពួកគេបានរួមបញ្ចូលកងត្រាជាមួយនឹងគ្នាហើយនោះពួកគេនឹងធ្លាក់ចូលទៅក្នុងស្ថានភាពទន់ខ្សោយបំផុតមែនទេជាងលីបាននិយាយថាប៉ិតមែនហើយនោះគឺដោយសារតែធម្មពលដែលនាងបានប្រមូលមកជាយូរនោះគឺត្រូវបានប្រើប្រាស់ស្ទើរតែអស់ទៅហើយនៅក្នុងពេលនេះដែរពួកគេនឹងពិបាកនៅក្នុងការប្រើប្រាស់នូវធម្មពលពេញលេញរបស់ពួកគេណាស់ប៉ុន្តែទោះជាគ្មានធម្មពលក៏ដោយនាងនឹងបដិញ្ញាថានឹងការពារប្តីរបស់នាងឲ្យអស់ពីសមត្ថភាពហ្វាងនាងគាត់ក៏បានដកដង្ហើមធំហើយក៏បាននិយាយថាអ្នកប្រមាញ់ព្រលឹងនឹងមកសាកល្បងគាត់នៅក្នុងពេលពី3ថ្ងៃទៀតមិនថាគាត់ចូលរួមជាមួយនឹងពួកគេឬក៏អត់នោះទេយ៉ាងហោចណាស់ពួកគេក៏ត្រូវមានសមត្ថភាពការពារខ្លួនឯងផងដែរហើយនៅពេលនេះគាត់គ្រាន់តែចង់ដឹងថាតើគាត់អាចទៅទីកន្លែងណាដើម្បីស្ដារធម្មពល
ឲ្យលីអឺរបស់គាត់ឲ្យបានឆាប់ហើយនៅពេលនេះទូរស័ព្ទរបស់ហ្វាងនីងក៏បានរោលឡើងគឺជាការខលមកពីលោកហ្វាងសាន់ហឺដែលពីភាគដំបូងនោះខ្ញុំហៅគាត់ថា Director វ៉ាងនឹងឯងហ្វាងនីងគាត់ក៏បានទទួលទូរស័ព្ទ Director វ៉ាងមែនតែប្រាក់ដែលទទួលបានពីវីដេអូនោះបានមកដល់ហើយចំពេលល្អមែននៅពេលនេះខ្ញុំកំពុងតែដាច់លុយ Director វ៉ាងបាននិយាយថាលោកហ្វាងនីងប្រាក់នោះគឺមិនទាន់មកដល់នោះទេហើយគាត់ទូរស័ព្ទទៅហ្វាងនីងនៅពេលនេះគឺមានរឿងចង់ពិភាក្សាជាមួយនឹងហ្វាងនីងនៅម្ខាងទៀតនោះក៏បាននិយាយថាមន្ទីរពេទ្យ Director វ៉ាងបាននិយាយថាមែនហើយគាត់គឺជានាយកមន្ទីរពេទ្យមួយពួកគេបានតាក់ទងមកគាត់តាមរយៈវីដេអូដែលគាត់បានបង្ហោះទៅនឹងហើយពួកគេចង់ឲ្យហ្វាងនីងនឹងទៅជួយកម្ចាត់ខ្មោចបិសាចឲ្យពួកគេហ្នឹងណាហ្វាងនីងគាត់ក៏បាននិយាយថានឹងគ្រាន់តែជា script នៅក្នុងវីដេអូទៅប៉ុណ្ណោះហើយក៏ប្រហែលជាគ្មាននរណាយកចិត្តទុកដាក់ចំពោះវានោះដែរគាត់គិតថានៅក្នុងពេល 2-3 ថ្ងៃទៀតអ្នកប្រមាញ់ព្រលឹងនឹងមកដល់ហើយអញ្ចឹងហើយនៅពេលនេះរឿងដែលសំខាន់គឺត្រូវបញ្ជៀសនៅបញ្ហាដែលមិនចាំបាច់ចេញ Director វ៉ាងបាននិយាយថាលោកហ្វាងនីងលោកខានអនឡាញ 2 ថ្ងៃហើយមែនទេនៅ live វីដេអូស្អាតដែលមានឈ្មោះថាលៀនហ៊ွန်នៅខាងក្រៅនោះបានបង្ហោះវីដេអូមួយនៅពេលដែលលោកកំពុងតែប្រយុទ្ធគ្នាជាមួយនឹងបិសាចនៅឯសាលាហាយ៉ុននោះហើយនៅពេលនេះវាក៏បានផ្ទុះ viral ហើយមនុស្សជាច្រើនអ្នកគឺកំពុងតែហៅលោកថាជាអ្នកកម្ចាត់បិសាចហើយនេះក៏បាននិយាយថាវីដេអូហ្នឹងក៏បានផ្សាយវីដេអូហ្នឹងឲ្យពួកគេជួយផ្សព្វផ្សាយឲ្យប៉ុណ្ណោះនៅពេលនេះវា viral ហើយវីដេអូហ្នឹងគ្រាន់តែជាវីដេអូកែដែលមានសម្លេងតង់តែប៉ុណ្ណោះហើយពួកគេកំពុងតែហៅគាត់ថាអ្នកកម្ចាត់បិសាចតែលោកក៏ជឿលើរឿងទាំងអស់នេះដែរលោក Director វ៉ាងហើយចំពោះនាយកមន្ទីរពេទ្យនោះគ្រាន់តែបដិសេធជាមួយនឹងពួកគេទៅប្រាប់ថានៅពេលនេះគាត់កំពុងតែវិស្មការនិងគ្មានពេលទំនេរនោះទេ Director វ៉ាងបាននិយាយថាពួកគេនឹងប្រគល់ប្រាក់រង្វាន់ឲ្យចំនួន 80,000 ប៉ុន្តែបើហ្វានីងគ្មានពេលទេនោះអញ្ចឹងគាត់នឹងបដិសេធជាមួយនឹងពួកគេភ្លាមបន្ទាប់ពីហ្វានីងបានឮថាមានប្រាក់រង្វាន់នោះគាត់ក៏បានប្រាប់ឲ្យ Director វ៉ាងនឹងចាំបន្តិចសិនហើយហ្វានីងនៅពេលនេះគាត់ក៏បានគិតថាប្រាក់រង្វាន់ 80,000 គឺអាចដោះស្រាយជាមួយនឹងវិបត្តិគាត់បានហើយនៅពេលនេះអង្គការអ្នកប្រមាញ់ព្រលឹងនឹងមិនធ្វើសកម្មភាពបន្តទៀតនោះទេណែឯយ៉ុនសាងក៏បានកាត់បងយ៉ាងធ្ងន់ធ្ងរផងដែរនៅពេលនេះហើយហ្វានីងគាត់ក៏ផ្ញើនិយាយថាលោក Director វ៉ាងលោកដឹងហើយថាពេលវេលាប្រៀបដូចជាដើមទ្រូងរបស់មនុស្សស្រីយ៉ាងចឹងគឺតែងតែអាចបាយបញ្ចេញអាដៃអ្នកបានខ្លាណាហើយនៅពេលនេះគាត់ចង់បានព័ត៌មានតាក់ទងជាមួយនឹងពួកគេភ្លាមហើយ Director វ៉ាងនៅម្ខាងទៀតហ្នឹងក៏បាននិយាយថាល្អគាត់យល់ហើយនៅពេលនេះជើងលីគឺកំពុងតែអនុវត្តពីពាក្យរបស់ហ្វាងនីងបាយបញ្ចេញវាមកហើយមកដល់ត្រឹមនេះសាច់រឿងនៅក្នុង chapter នេះក៏សូមត្រឹមប៉ុណ្ណេះសិនសូមអធិស្ឋានចំពោះកំហុសឆ្គងនិងអរគុណចំពោះការទស្សនាកុំភ្លេចជួយចុច like subscribe និង comment រូបបេះដូងឲ្យ admin ម្នាក់មួយផង